chẳng ban đầu sạch lúc dương từng ọt nè nâng ọt miền đà ná còn ba trên đà ná tê chẳng hai bán là kế ham còn ói mớ nghe nè còn tay trâu miến sẽ đấy cổ rốt hái cọt cành nè ngày nâng cái xa đó còn sợ bài tơ sai cái chi tích đa xa đó có cao tục tơ ngày nâng chuộc rương cọp chất tơ còn sợ bài tơ ngày sai chuộc rương mình cọp chất tơ cổ cao tục tơ hot hot đấy hả hot đấy vật mà hot á hot men nữa nè lấy dương miên sầm bát đấy là có cung tầm miên sầm bát cứ à vẽ giờ vẽ đầy chiên sầm bát đo sầm khán cứ cùng cung tầm miên là dụ tăng nơi nè hay pra là dụ nè đo đô nơi là dụ đây cùng cung là tăng nơi đấy bùng ra áo chỉ quân chỉ có sao đầm bay vật na nơi gió nơi rồi bỏ đèn toàn miên bây giờ nó mình nộp chỉ ốp tàu sẽ chiên rồi trường cao chiên đấy dân cạt máu vùng bán thằng một cô ốp tàu sẽ chiên chẳng nè đời chọp sản phẩm mà nộp ốp na chỉ ốp tàu sẽ chiên tới nè nam mình lọp cao tê và đá vật na dọc tê và đá tới nè na khơi cho ba hầm pi tốc nồng lột nè ở vật na do nợ bè nợ biến nó có vật na do nợ bè nợ biến đấy nè ngay cả lẽ bọc ở trường thử bốn cùng chờ lâm ra đê nè thử bốn vật na cho tới bị chuột kì la chùa tân ha ấy anh ấy dương cùng chờ lâmព្រះបរមសាស្តាចារ្យកាលព្រះអង្គនៅជាពោធិសត្វពោធិសត្វគឺតាអ្នកដែលជាប់ជំពាក់ក្នុងការត្រាស់ដឹងឬក៏ថាសត្វដែលជាប់ជំពាក់ក្នុងការត្រាស់ដឹងបានន័យថាចង់ត្រាស់ដឹងបុគ្គលនឹងជាអ្នកចង់ត្រាស់ដឹងហៅថាពោធិសត្វព្រះអង្គបំពេញបារមីគ្រប់ជាតិមិនដែលមានជាតិណាដែលព្រះអង្គមិនតាំងសេចក្តីប្រាថ្នាទេសូម្បីតែព្រះអង្គឲ្យទានតម្រៃបច្ច័យនេះបុត្រជាលីក្រឹស្ណានាងមេត្រីទៅកាន់ជួរជក់ព្រាមទៅកាន់ឥន្ទព្រាមក្តីសឹកដែលព្រះអង្គតាំងនៅសច្ចាប្រណិធានគឺសេចក្តីប្រាថ្នាក្នុងសម្បត្តិជាពុទ្ធទាំងគោលបណ្ដូលសារពេចនេះមិនមែនប្រពុតធ្វើបុណ្យអត់ប្រាថ្នាទេបើធ្វើបុណ្យអត់ប្រាថ្នាដូចមនុស្សមានលុយមានទ្រព្យសម្បត្តិហើយឡើងឡានជិះទៅមិនដឹងទៅឈប់តាណានោះណាចេះជិះទៅទុំទាវអស់លោកនៅមុខអញ្ចឹងឡើងពីលំវែកហ្នឹងទៅមិនដឹងទៅណាអង្គតែមានលុយមានឡានសាំងមានសាំងពេញទៅឡាននោះមានតកង់ល្អចេះតែជិះទៅណាជិះផុតព្រំដែនហ្នឹងចេះតែជិះទៅទៀតមិនដឹងទៅចុះទៅណាក៏អត់មានទីបញ្ចប់អត់មានទីតាំងនៅអញ្ចឹងបុណ្យដូចគ្នាដែរធ្វើទៅអត់មានសេចក្តីប្រាថ្នាវិលចុះវិលឡើងអញ្ចឹងទៅណាអាងទៅថាបុណ្យនឹងពេញកម្លាំងទៅហើយចេះតែជិះទៅចេះតែប្រើទៅដល់តែអស់បុណ្យនោះវាសយុទ្ធចុះមកវិញអញ្ចឹងទៅខំសាងបុណ្យទៅវាក្រាន់បើទៅវិញវាសយុទ្ធចុះទៅវិញពេលអស់បុណ្យនឹងទៀតទៅមកប៉ុន្តែបើអ្នកមានសេចក្តីប្រាថ្នាជាប់តាំងនៅសុខហើយបុណ្យនឹងសន្សំកើតជាបារមីទៅបំពេញចំណុចដែលខ្វះចន្លោះរបស់យើង
គុំម្ដងតិចទៅឲ្យពេញបរបូរហើយវេលាពុទ្ធកាលរបស់ព្រះមានពភាអង្គណាមួយត្រាស់ដឹងក្នុងលោកហើយក៏បានសម្រេចមគ្គផលដែររួចចាក់ទុកដោយមិនដេចទៅហៅថារួចចាក់ទុកព្រោះវាគ្មានអីត្រូវជាប់ជំពាក់ទៀតសពថ្ងៃថាសុខឯណាយើងថាឲ្យតែមានទ្រព្យសម្បត្តិទៅសុខហើយដល់តែមានទ្រព្យសម្បត្តិហើយគ្មានយុះនៅចង់បានយុះឲ្យតែមានយុះទៅសុខហើយមានទ្រព្យសម្បត្តិហើយមានយុះវាខ្វះញាតិចង់បានញាតិទៅទៀតបានញាតិជាពុនជាប្តីជាកូនជាចៅដល់តែញាតិនឹងមិនក្រោមបង្គាប់ទៅទុកក្នុងញាតិនឹងទៅទៀតបរមសពបរមគ្រប់ហើយបានហើយមិនបារម្ភក្នុងការថែរក្សាទុកដាក់អីបារម្ភក្នុងការថែរក្សាទុកដាក់នឹងសម្បត្តិមនុស្សសម្បត្តិទេវតាបីថ្មីត្បិតតាមិនមានសេចក្តីបារម្ភហួងហែងក្នុងកិច្ចការទាំងអស់នោះមែនប៉ុន្តែចាយទៅគង់អស់តើវតឹងណែចាតុមហាពិភពមកយប់មួយថ្ងៃ50ឆ្នាំមនុស្សអាយុនោះតកើតទេវតាជន់នោះបានតែ500ឆ្នាំទឹកទេអញ្ចឹងបើគិតជាឆ្នាំមនុស្សប្រហែលជា9លានឆ្នាំប៉ុណ្ណឹងអស់ទៅហើយត្រូវសយុទ្ធមកវិញហើយសយុទ្ធហ្នឹងតាមបុណ្យតាមកុសលដែលមានទៀតបើថាមានល្មមទៅមនុស្សទៅអីចឹងទៅណាបើតាមមិនល្មមទេអវង្សរោនោះចេញទៅពីចាតុនោះទៅប្រែតក៏មានមិនអញ្ចឹងមិនមែនចុះកម្មចដាមួយថ្នាក់មិនមែនទេមនុស្សខំឡើងដើមឈើពិបាកណាស់នៅធ្លាក់មកវិញហ្នឹងចុះមកវិញហ្នឹងចុះស្រួលចុះមិនស្រួលហ្នឹងដូចទៅច្រានទម្លាក់សូមបីសទ្ធាវិះព្រំក៏ដែរអ្នកអធិស្រ័យអរូបព្រំក៏ដែរទៅកើតដល់អរូបព្រំជាអសង្ខាសត្វហ្នឹងអសញ្ញតាសត្វហ្នឹងក៏ដែរពេលណាអស់អាយុ84000មហាកັບឯនោះទៅផ្លត់ដល់សតិក្តឹងទៅអបាយភូមិមកទៀតអីជីវិតវាឡើងវាចុះអញ្ចឹងវត្តដាក់នឹងវាឡើងវាចុះយ៉ាងហ្នឹងបានដោយព្រះមេវភាពព្រះអង្គថាវានៅទៅក្នុងទុកហ្នឹងមិនអាចរលាស់ខ្លួនចាកទុកនឹងបានអញ្ចឹងហើយបានគប្បីប្រាថ្នាព្រះនិព្វានប៉ុន្តែព្រះនិព្វាននេះមិនមែនជាសម្បត្តិដែលគេថាមានតែជើងមានតែចេតិយហើយកោតអីនោះទេគឺតាជាសម្បត្តិដែលអស់ទៅនៅសេចក្តីទុកក្នុងលោកហ្នឹងអញ្ចឹងបានតែកប់បីនាំគ្នាសន្សំបុណ្យណាលោកណាសន្សំបុណ្យហើយមានសេចក្តីប្រាថ្នាយកព្រះនិព្វានជាអារម្មណ៍ផងព្រោះតែបើមិនមានសេចក្តីប្រាថ្នានឹងទេលោកទាំងឡាយហ្នឹងវាដូចស្មាថាអញ្ចឹងណាជីយានហើយវាអត់មានគោលដៅអញ្ចឹងទៅទេព្រះអង្គហើយខ្ញុំមិនទាន់ប្រាថ្នាទេវាសប្បាយមិនទាន់អស់ចិត្តតែកុំភ័យមិនមែនប្រាថ្នាថ្ងៃហ្នឹងទៅស្អែកទេព្រះនិព្វាននោះចាប់ផ្ដើមថ្ងៃហ្នឹងមិនដឹងប្រមាណកាប់ទៀតឬក៏ប្រមាណអាសង្ខ័យទៀតបានទៅដល់ទេយើងគ្រប់គ្នាមើលតែព្រះដ៏មានពភាកជាពុទ្ធធាំងគោលបណ្ដូលសារពេជ្រញាណព្រះអង្គប្រាថ្នាគិតចង់បានត្រាស់ជាពុទ្ធធាំងគោលបណ្ដូលសារពេជ្រនេះតាំងពីសម័យព្រះ
ពុទ្ធប្រនាមបុរាណសក្យមុនីហើយឆ្លងកាត់ព្រះសម្មាសម្ពុទ្ធអស់33សែនព្រះពុទ្ធហើយមិន10ឆ្នាំត្រាស់មួយអង្គ100ឆ្នាំ100,000ឆ្នាំ1លានឆ្នាំអីត្រាស់មួយអង្គឯណាជួនកាល3 4 5កាប់ទៅមកកាប់ទៅមាន1ទៅកាប់ខ្លះអត់ទៅទៀតជាសញ្ញកាប់ទៅទៀតកាប់ខ្លះមាន2មាន3អីចឹងទៅព្រះពុទ្ធហើយអស់33សែនព្រះពុទ្ធមកដល់សម័យព្រះសម្មាសម្ពុទ្ធព្រហ្មទេវៈបានហ៊ាននិយាយប្រាប់គេថាខ្ញុំប្រាថ្នាជាព្រះពុទ្ធភូមិមួយអង្គដែរហើយឆ្លងកាត់អស់33សែនព្រះសម្មាសម្ពុទ្ធទៀតបានមកដល់ព្រះសម្មាសម្ពុទ្ធទីបង្កដែលព្រះអង្គជាពុទ្ធព្យាករព្រះបរមពុទ្ធសាសនាកាលនៅជាតិជាសមេតបណ្ឌិតហើយសន្សំបារមីពីនងមក4អសង្ខ័យមួយសែនកាប់ទៅទៀតបានសម្រេចជាពុទ្ធទាំងគោលបន្ទូលសារពេចជាដាច់មិនមួយថ្ងៃពីរទេហើយនោះមោះមុតផងច្បាស់លាស់ឥតកម្រើកឥតងាករេផងដែលយើងសពថ្ងៃមិនមែនទៅដូចជាវិស័យរបស់ព្រះបរមពុទ្ធិសត្វឬក៏ព្រះពោធិសត្វអីវិស័យយើងនឹងគឺថាវិស័យទឹកកន្លះក្អមនោះណាវាកឡកកលែងខ្លះអីខ្លះអញ្ចឹងទៅតែវាមិនខុសទេអានឹងសត្វលោកអញ្ចឹងទាំងអស់តែគ្នានឹងគ្មាននរណាក្រាន់បើជានរណាទេកុំតែជឿនោះវាលែងតែព្រះអរិយបុគ្គលក្នុងលោកដែលព្រះអង្គបានដល់ហើយនៅសោតាបតិមៈសោតាបតិផលសកទាគាមិមៈសកទាគាមិផលអនាគាមិមៈអនាគាមិផលចុងក្រោយអរហត្តមេអរហត្តផលនំបានអ្នកក្រន់បើដូចតែយើងទាំងអស់គ្នាទេគ្មាននរណាក្រន់ជានរណាទេមិនបានថាចុះជួនកាលយើងក្រន់បើជាងគេក្នុងការធ្វើទានតែយើងអត់ក្រន់បើជាងគេក្នុងការរក្សាសិលទេជួនកាលគេក្រន់បើជាងយើងក្នុងការរក្សាសិលតែគេអត់ក្រន់បើជាមួយជាងយើងត្រង់មេត្តាទេជួនកាលគេឯនោះក្រន់បើត្រង់មេត្តាប៉ុន្តែអត់តន់ក្រន់បើជាមួយខន្តីទេជួនអ្នកខ្លះគ្រាន់បើជាមួយខន្តីប៉ុន្តែអត់តន់គ្រាន់បើជាមួយនឹងវិរិយៈទេជួនដល់អ្នកនោះគ្រាន់បើជាមួយវិរិយៈប៉ុន្តែអត់តន់គ្រាន់បើជាមួយបញ្ញាទេមើលសឹកតែមានចំណុចខ្វះទាំងអស់ហ្នឹងណាមានអ្នកណាគ្រប់10ហ្នឹងទាំងអស់អ្នកណាសពថ្ងៃដែលថាប្រកាន់តែគ្រាន់បើដោយទានសិលនេកមៈបញ្ញាវិរិយៈខន្តីសច្ចៈអតិដ្ឋានមេត្តាមើលមួយណាតែក្រន់បើហើយបើក្រន់បើទាំង10ហ្នឹងអរហត្តផលហើយសិតតែនៅខ្វះទាំងអស់តែគ្នាហ្នឹងណាអញ្ចឹងបានតែសត្វលោកយើងទាំងអស់គ្នាហ្នឹងអត់មាននរណាក្រន់បើជាងនរណាទេចឹងហើយបានតែគេហាមកុំឲ្យមើលងាយគ្នាព្រោះយើងវាមិនក្រាន់ជាងគេទេហើយគេនោះក៏មិនក្រាន់ជាងយើងដែរប៉ុន្តែត្រូវមានសេចក្តីគោរពហើយកោតក្រែងគ្នានឹងបានមនុស្សតាំងនៅដោយស្ថិរភាពបានធម្មធាតុនឹងត្រត្រង់សត្វលោកដោយការប្រព្រឹត្តទៅនៃវត្តរដូវបានទៀងទាត់ល្អបើកាលណាមនុស្សបាត់សេចក្តីគោរពកោតក្រែងគ្នាហើយអ្នកបួសក៏លែងគោរពកោតក្រែងគ្នាហើយអ្នកបួសក៏ចេះជេរដែរហើយអ្នកសុំសិលក៏ចេះបន្ទុះដាសាគ្នាហើយលែងមានសេចក្តីគោរពអោនអង្គកោតក្រែងគ្នាហើយលែងខ្លាចបាបលែងខ្មាស់បាបលែងមានហិរិនិងឧត្តបៈលែងមានទានសិលសមាធិបញ្ញាលែងមានសេចក្តីគោរពកោតក្រែងគ្នាហើយលោកនឹងវាប្រព្រឹត្តទៅតាមនិស្ស័យរបស់មនុស្សអញ្ចឹងតា
ព្រោះធម្មធាតុជាសភាវៈត្រួតត្រងអញ្ចឹងត្រួតត្រងនរណាត្រួតត្រងសត្វដែលកំពុងរស់នៅនេះហើយបើសត្វរស់នៅនេះប្រព្រឹត្តធម៌ដែលជាអន្តរាយកៈហើយធម្មធាតុហ្នឹងក៏ប្រព្រឹត្តទៅជាអន្តរាយកៈក៏ដែរកើតទឹកជំនន់ទៅកើតខ្យល់ព្យុះទៅកើតភ្លើងឆេះគ្រោះរាំងស្ងួតទៅជំងឺដំកាត់អន្តរធានផ្សេងអញ្ចឹងដែរហើយមនុស្សយើងសពថ្ងៃនៅតែថ្ងៃចាំតាំងខ្ទេចតាមិនព្រះអង្គថាអញ្ចឹងចំមើលក្របកភ្លើងក្របអាវុធដែលគេធ្វើឡើងក្នុងលោកសពថ្ងៃគេដាក់តែមកក្របមកស្មាយើងរត់រួចណាមើលពីណាតកនបើរត់ក្របខ្លះមកទ្វីបអីចឹងតែកន្លះទ្វីបអីកិច្ចអីដែរហើយទាំងអស់នោះពីណាបកើតមនុស្សមិនបានមនុស្សបកើតមកពីមនុស្សប្រព្រឹត្តធម៌ជាអន្តរាយកៈឲ្យគ្នាដំបូងបកើតគ្រាន់តែចង់គម្រាមកំហែងគ្រាន់បើជាងគ្នាទេប៉ុន្តែដល់ទៅពេលកពុលមុខមែនតែនទៅក៏យកទៅបាញ់បហាគ្នាតែហើយអន្តរាយទាំងអស់គ្នាទៅចឹងអត់គ្រាន់ទេចឹងហើយបានមនុស្សកុំបីមានសេចក្តីប្រមាទនឹងគ្នាស្អប់ក៏ដោយស្រឡាញ់ក៏ដោយទុកទៅក្នុងពោះទៅតែកាលណាយើងទៅចេញជាវិជ័យតាមវិជ័យទ្វាតាមកាយទ្វាទៅធ្វើឲ្យសង្គមមនុស្សនោះវាសម្បូរដោយអន្តរាយកៈធម៌ទៅដីបន្ទុះទាំងនឹងគ្នាធម្មធាតុដែលត្រួតត្រងហ្នឹងក៏វាញ៉ាំងសេចក្តីអន្តរាយឲ្យតាមនឹងដែរហើយជាតិហ្នឹងវាទុកបាក់អញ្ចឹងជាតិទៅមុខទៀតហ្នឹងក៏វាមិនប្រកបទៅស្រួលជាងហ្នឹងទេក៏មិនប្រកបថាពិបាកជាងនឹងដែរប្រសឹកតែរឿងមិនទៀងព្រោះសេចក្តីប្រែប្រួលវាមានជាធម្មតាអញ្ចឹងហើយទើបសូមឲ្យយើងធ្វើបុណ្យធ្វើកុសលនឹងប្រាថ្នានៅព្រះនិព្វានជាអារម្មណ៍ហ្នឹងឯងលោកទាំងឡាយអើយខ្ញុំកណ្ដាលចិត្តតែដាស់តឿនថាចានៅសល់ព្រះសម្មាសម្ពុទ្ធមួយអង្គទៀតដែរក្នុងពតកັບយើងនេះគឺព្រះអរិយមេត្រីដែលព្រះអង្គជាព្រះពុទ្ធមួយអង្គត្រាស់ដឹងចុងបតកັບនេះត្រៀមនឹងត្រាស់ដឹងអញ្ចឹងហើយបើសិនតែយើងមិនទាន់ព្រះសម្មាសម្ពុទ្ធអង្គនឹងទេណាចាំព្រះសម្មាសម្ពុទ្ធក្រោយទៀតយូរណាស់ព្រះសម្មាសម្ពុទ្ធព្រះអរិយមេត្រីអស់ពីព្រះអង្គទៅក្នុងគម្ពីរអនាគតពុទ្ធវង្សបញ្ជាក់ថាត្រូវរងចាំមួយអសង្ខ័យផែនដីទៀតបន្ទាប់ពីព្រះសម្មាសម្ពុទ្ធអរិយមេត្រីនឹងលោកបរិនិព្វានទៅផែនដីនឹងវាត្រូវបណ្ដោរធានទៅឆេះខូចខាតទៅហើយត្រូវរងចាំមួយអសង្ខ័យផែនដីទៀតបើនៅតែផែនដីនោះវាកើតហើយវាឆេះហើយវាកើតហើយវាឆេះក៏តិចខ្ទីនឹងអស់មួយអសង្ខ័យដងទៀតទើបដល់ផែនដីទីមួយសែននឹងបានមានមួយអសង្ខ័យនឹងទើបតែមានព្រះសម្មាសម្ពុទ្ធចាប់ផ្ដើមបាក់ត្រាស់ព្រះអង្គមួយទៀតយូរប៉ុណ្ណាមិនមួយអសង្ខ័យឆ្នាំទេណាមួយអសង្ខ័យផែនដីអូផែនដីហ្នឹងតាំងនៅមានធរៈវេលាឆេះកំតិចមានធរៈវេលា
ហើយស្ងប់រងាប់មានធរៈវេលាក៏កើតវិញមានធរៈវេលា4ដងនេះស្មើគ្នាបានន័យថាបើតាំងនៅបានប្រមាណឆ្នាំចំណាយពេលឆេះខ្ទេចខ្ទីហ្នឹងប្រហែលឆ្នាំប្រហែលនឹងឆ្នាំវិញហើយចំណាយពេលស្ងប់រងាប់នឹងប្រហែលនឹងឆ្នាំវិញហើយបានចាប់ផ្ដើមកកើតរហូតដល់សត្វលោកអាចរស់នៅវិញប្រហែលនឹងឆ្នាំវិញទេអញ្ចឹង4ដងនឹងមានធរៈវេលាស្មើគ្នាហៅថាមួយមហាកັບហើយមកចន្លោះធរៈវេលានឹងហៅថាមកកັບមិនដែលរាប់ឆ្នាំមិនចេញទេរាប់ឆ្នាំមិនចេញព្រោះកណនីក្នុងឆ្នាំខ្លះថាមានដល់4000លានអសង្ខ័យ100,000ឆ្នាំហើយមិនទាន់បានមកកាប់ផុតក្នុងធរៈវេលាខ្លះវាមានយូរវែងទៅតាមនេះដូចផែនដីយើងសពថ្ងៃនេះយូរមិនដេចបានយូរព្រោះផែនដីនេះមានលទ្ធភាពទ្រទ្រង់ព្រះសម្ពុទ្ធដល់តែ5អង្គដែលអញ្ចឹងយូរទេផែនដីខ្លះមានលទ្ធភាពទ្រទ្រង់ព្រះសម្ពុទ្ធតែមួយអង្គទេដល់តែអញ្ចឹងព្រះអង្គត្រាស់ដឹងទៅចាប់ផ្ដើមរស់រយដល់ធានឆេះតិចទៅកើតថ្មីចឹងប៉ុន្តែកាប់ខ្លះទ្រ2អង្គកាប់ខ្លះទ្រ3ទ្រ4ទ្រ5ប៉ុន្តែកាប់ដែលទ្រលើសពី5មិនមានទេព្រោះផែនដីមិនអាចមានអាយុវែងរហូតដល់ទ្រពុទ្ធត្រាស់6អង្គបានទេគឺតែអស់ត្រឹម5ហ្នឹងណានឹងគឺតែផែនដីដែលតែអាយុវែងជាងគេជាងឯងផែនដីដែលអាយុខ្លីគឺផែនដីដែលអត់ព្រះពុទ្ធត្រាស់ដឹងក្នុងឆាប់កើតឆាប់វិនិច្ឆ័យដែរព្រោះសត្វលោកប្រព្រឹត្តធម៌តែអកុសលទៅមិនមានធម្មជាតិល្អត្រត្រង់ដោយមនុស្សវាអត់បរិភោគអាហារចំណីដែលមានជីរជាតិទេបរិភោគតែគ្រឿងបំផ្លាញសុខភាពតែអញ្ចឹងទៅវាឆាប់ស្លាប់ចឹងដែរដល់ផែនដីហ្នឹងដូចគ្នាដល់មានមនុស្សត្រាស់ដឹងក្នុងលោកនឹងទេឆាប់ខូចឆាប់នេះប៉ុន្តែដល់តែមានពុទ្ធត្រាស់ដឹងដល់តែ3 4ឡើងហើយដែលថាត្រូវត្រត្រង់នៅគុណធម៌នៃព្រះសម្ពុទ្ធនឹងហើយមនុស្សលោកក្នុងសម័យនឹងទៅបានយូរទៅអញ្ចឹងយើងនៅសល់ពេលមួយអង្គទៀតដែរដើម្បីប្រាថ្នាញោមស្រីក៏ដែរភិក្ខុនៃមានថាសម័យពុទ្ធកាលហ្នឹងហើយបំពីយៈសោតរាផាត់ទាកច្ចយនាធេរីអីសិតតាភិក្ខុនៃកេសាកោតមីវិជាបតិកោតមីអីសិតតែភិក្ខុនៃតាបដាចាធេរីអីសិតតែភិក្ខុនៃតាមានតែអីតែភិក្ខុនៃក៏មានដែរអញ្ចឹងធ្វើបុណ្យប្រាថ្នាទៅកុំឲ្យវាលិចដែតអញ្ចឹងនឹងជើងហត់ណាមិនដល់តែច្រើនជាតិទេមើលតែមួយជាតិនេះតាអស់លោកកើតពីក្មេងមកស្រួលបន្តិចទៅបាក់ទៅណាស្ថានភាពស្រុកទេសផងណាស្ថានភាពមនុស្សដីប្រពន្ធកូនផងថ្ងៃនេះសប្បាយទៅក៏សប្បាយទៅថ្ងៃនោះព្រាត់ប្រាសនិរាសចាក់គ្នាក៏កើតទុកទៅថ្ងៃនឹងគេសរសើរទៅក៏សប្បាយទៅស្អែកគេជេរបន្តិចផ្ដាសាទៅក៏កើតទុកទៅថ្ងៃនឹងជួបរឿងគប់ចិត្តទៅក៏សប្បាយទៅថ្ងៃស្អែកជាប់រឿងមិនគប់ចិត្តទៅក៏កើតទុកទៅអត់ហត់ទេហត់ទេវត្តមកហត់ដែរហត់មែនណាហើយបើយើងថាធុញរត់បំផុតនឹងបើសិនគេដាក់ថាច
ចេញពីនឹងទៅ5000គីឡូមានកន្លែងសុកបែបណានេះរត់ទៅអត់អស់ហ្នឹងសំលុយបានគ្រប់គ្នានឹងបែបរត់ទៅនោះអស់ហើយរត់ទៅកន្លែង5000គីឡូលើកថាសុកនោះអត់ហើយតែរត់បំផុតណាសុកនោះវាបានតែមកគ្រាទៅទៀតនោះទុកវាចេះតាមមកជួលទៅកន្លែងសុកនោះអត់សុករត់មកថាទុកនឹងវិញទៅក៏មានរឿងនឹងហត់ណាបាទអាត្មាអ្នកណាមិនដឹងទេបើខ្ញុំកណ្ដាលថាធុញណាស់ហត់ណាស់អញ្ចឹងកិច្ចទៅណាមានតែខំកសាងកុសលកសាងប្រយោជន៍ដើម្បីឲ្យបានទាន់ព្រះសម្ពុទ្ធទៅបានឆាប់រួចចាក់ទុក្ខ